ដាក់ខ្ទឹមសចូលដាក់សាច់ជ្រូកចិញ្ច្រាំចូលដាក់ប្រហុកចូលដាក់ត្រីពោចូលដាក់ប៊ីចេងចូលដាក់ម្សៅស៊ុបចូលដាក់អំបិលចូលដាក់ទឹកត្រីចូលដាក់ត្រីប្រាហើមចូលដាក់ខ្យងស្រែចូលដាក់ស្ករត្នោតចូលដាក់ស្អំចូលដាក់ស្លឹកងប់ចូលហើយជាចុងក្រោយគឺដាក់ននងចូលបាទឥឡូវយើងមកធ្វើការដួសសម្លទំពាំងរបស់យើងដាក់ចានបងប្អូនដើម្បីញ៉ាំបាយគឺដល់ពេលញ៉ាំបាយថ្ងៃត្រង់តែម្ដងបងប្អូនបាទអត់សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយក៏សូមស្វាគមន៍មកកាន់ Channel គុកវិទ្យាគុណទាំងអស់គ្នាបាទហើយគុកវិទ្យាគុណថ្ងៃនេះគឺសូមលើកយកម្ហូបខ្មែរមួយមុខមកជូនបងប្អូនទស្សនាក៏ដូចជារៀនសូត្រធ្វើតាមផងដែរបាទគឺមុខម្ហូបមួយនេះមានឈ្មោះថាសម្លទំពាំងបងប្អូនបាទអញ្ចឹងមុននឹងឈានទៅដល់ក្នុងការចម្អិនសម្លទំពាំងសូមបងប្អូនមកទស្សនានៅគ្រឿងផ្សំជាមុនសិនតើមានអ្វីខ្លះបងប្អូនបាទជាដំបូងគឺមានប្រហុកបងប្អូនបាទទឹកត្រីបាទគឺសម្លទំពាំងរបស់ខ្ញុំដាក់ទឹកត្រីដែរបាទនេះគឺជាម្សៅស៊ុបបាទហើយបន្ទាប់ទៀតគឺជាអំបិលបាទនេះគឺប៊ីចេងបងប្អូនបាទដាក់ប៊ីចេងផងដែរដាក់ប៊ីចេងតិចទៅបងប្អូនបាទហើយជាខ្ទឹមសបងប្អូនបាទគ្រឿងផ្សំជាបន្ទាប់គឺជាគ្រឿងផ្សំគោលគឺទំពាំងបងប្អូនបាទទំពាំង3មើមនេះគឺខ្ញុំបានពីអ្នកចិត្តខាងរបស់ខ្ញុំគាត់ម្ដាយរបស់គាត់នៅខាងបាត់ដំបងគាត់ផ្ញើមកអញ្ចឹងមានទំពាំងហើយនឹងនងបងប្អូនបាទហើយគាត់ឲ្យខ្ញុំមានទំពាំងនិងស្អំបងប្អូនអញ្ចឹងខ្ញុំគិតថាបើមានទំពាំងមានស្អំហើយស្លអីគេមានស្លប្រហើទំពាំងអញ្ចឹងនេះគឺជាស្អំបងប្អូនបាទអញ្ចឹងស្អំខ្ញុំបេះរួចរាល់ហើយបាទបេះស្អាតលាងស្អាតអស់ហើយហើយក៏នេះគឺជាស្លឹកងប់បងប្អូនបើខ្ញុំទិញស្លឹកងប់បន្ថែមបងប្អូនបាទគឺដាក់តែស្អំទេគឺដាក់ស្លឹកងប់ទៀតបាទហើយជាបន្ទាប់គឺជាត្រីប្រាហើមឬក៏ត្រីប្រាសំយ៉ុងបងប្អូនបាទសម្លទំពាំងខ្ញុំដាក់ត្រីប្រាហើមបាទហើយនេះជាខ្យងស្រែដែលខ្ញុំស្ងោរឆ្អិនហើយឆ្កឹះយកតែសាច់ខាងលើគឺសាច់ក្បាលហ្នឹងឯងបងប្អូនបាទជាបន្តទៀតគឺត្រីពោបងប្អូនគឺត្រីពោត្រីស្រែគឺខ្ញុំស្លទំពាំងត្រីពោត្រីស្រែហើយនឹងសាច់ជ្រូក3ជាន់គឺចំនួន1ខានកន្លះបងប្អូនបាទអញ្ចឹងសូមបងប្អូនចូលរួមទស្សនាបន្តទៀតបាទនេះគ្រឿងផ្សំបន្ទាប់គឺជាអង្ករបងប្អូនខ្ញុំចូលចិត្តស្លទំពាំងដាក់អង្ករដើម្បីយើងលាយអង្ករទៅយើងប្រឡាក់មួយអង្ករដើម្បីធ្វើឲ្យទំពាំងរបស់យើងឆាប់សាបបងប្អូនបាទឆាប់សាបដល់ពេលយើងរងាស់ទៅអត់យូរបាទហើយក៏បន្ថែមនៅស្ករត្នោតស្ករខ្មែររបស់យើងផងដែរបងប្អូនបាទអញ្ចឹងក្នុងគណៈពេលដែលយើងចាប់ផ្ដើមស្លយើងត្រូវសាប់ទំពាំងសិនបងប្អូនបាទអញ្ចឹងយើងត្រូវចិតទំពាំងទាំង3មើមនេះឲ្យវាស្ដើងមកបាទបងប្អូនហើយយើងយកទៅលាងទឹកបងប្អូនណាបាទទំពាំងយើងសាប់ហើយឥឡូវយើងយកទៅលាងទឹកបងប្អូនបាទលាងទឹកនឹងលាងឲ្យបាន3-4ទឹកទៅដើម្បីឲ្យទំពាំងយើងឆាប់បាត់ជាតិហាងមួយចំនួនបងប្អូនបាទហើយយើងលាងសម្រិតទឹកឲ្យស្អាតចឹងមកបងប្អូនបាទឥឡូវយើងលាងរួចហើយណាទំពាំងមកយើងត្រៀមទុកស្លតែម្ដងបងប្អូនបាទអូខេឥឡូវយើងមកធ្វើការចាក់ទំពាំងចូលឆ្នាំងរបស់យើងដើម្បីប្រឡាក់អង្ករបងប្អូនដាក់អង្ករហើយយើងប្រឡាក់ជាមួយអង្ករហ្នឹងដើម្បីឲ្យទំពាំងរបស់យើងពេលយើងស្ងោរទៅវាឆាប់សាបគឺវាមិនសូវហាងបងប្អូនគឺឆាប់សាបបានលឿនបងប្អូនបាទឥឡូវយើងដាក់អង្ករបាទអង្ករដាំបាយយើងហ្នឹងបងប្អូនចាក់ទៅហើយយើងច្បល់ទៅយកដៃច្បល់បងប្អូនបាទខ្ញុំប្រើដៃដោយសារតាគ្រួសាររបស់ខ្ញុំវាមិនអីទេបងប្អូនបាទព្រោះដៃយើងលាងយើងធ្វើឲ្យលាងបងប្អូនបាទអញ្ចឹងឥឡូវយើងចាក់ទឹកដើម្បីឥឡូវយើងដាក់ដាំឆ្នាំងបងប្អូនបាទបើកភ្លើងយើងចាប់ផ្ដើមបើកភ្លើងឲ្យខ្លាំងតិចមកដើម្បីឲ្យទឹកសម្លរបស់យើងឆាប់ពុះបាទបងប្អូនគឺប្រើដៃល្អជាងប្រើស្រោមបងប្អូនបាទប្រើស្រោមដៃគឺរវល់តែកាន់នេះកាន់នោះវាធ្វើឲ្យប្រឡាក់ដល់ចឹងពិបាកយកទៅកាន់ចំណីអាហារផ្សេងគឺវាអត់អនាម័យដែរចាញ់ដៃយើងលាងសាប៊ូឲ្យស្អាតលាងច្រើនដងបាទឥឡូវក្នុងការកំឡុងពេលដែលយើងរងាស់ទំពាំងតម្រាំតែទំពាំងយើងសាបឥឡូវយើងមកធ្វើការហាន់សាច់ជ្រូកបាទហាន់សាច់ជ្រូក3ជាន់របស់យើងបាទហើយយើងចិញ្ច្រាំវាឲ្យម៉ត់ទៅបងប្អូនបាទសាច់ជ្រូកចិញ្ច្រាំដល់ពេលយើងដាក់ស្លគឺឆ្ងាញ់បងប្អូនមានជាតិបានល្អខ្លាំងបងប្អូនបាទឥឡូវជាបន្តទៀតបន្ទាប់ពីយើងចិញ្ច្រាំសាច់ជ្រូកហើយយើងត្រូវយកត្រីពោមកកាត់បងប្អូនបាទកាត់ជាកង់មកបងប្អូនបាទត្រីពោនេះគឺត្រីដែលខ្ញុំទិញពីផ្សារទេបងប្អូនគឺត្រីស្រែសុទ្ធតែម្ដងបងប្អូនបាទឥឡូវយើងកាត់ត្រីពោជាកង់មកបាទហើយដើម្បីយើងត្រៀមដាក់សម្លទំពាំងរបស់យើងបងប្អូនបាទឥឡូវយើងកាត់ត្រីពោរួចហើយយើងត្រៀមយើងកាត់ដាក់ចានជាមួយនឹងសាច់ជ្រូកចិញ្ច្រាំហ្នឹងមកដើម្បីត្រៀមទុកបង់សម្លទំពាំងរបស់យើងបាទឥឡូវយើងកាត់រួចហើយមានសាច់ជ្រូកចិញ្ច្រាំនិងត្រីពោរួចហើយបាទឥឡូវក្នុងរយៈពេលបន្ទាប់ពីកាត់ត្រីពោនិងសាច់ជ្រូកចិញ្ច្រាំរួចហើយយើងមក
ហាន់នៅននងសំទោសបងប្អូនហាន់ននងគឺរបៀបបើចិត្តននងរបស់ខ្ញុំគឺចិត្តបែបហ្នឹងដើម្បីកុំឲ្យវាតូចពេកបងប្អូនបាទគឺចិត្តប៉ុណ្ណឹងគឺល្មមហើយព្រោះននងដាក់រងាស់យូរពេកបើយើងដាក់ចិត្តតូចវិញគឺវាឆាប់រលួយបងប្អូនបាទអញ្ចឹងយើងចាត់ចិត្តធំប៉ុណ្ណឹងមកបងប្អូនបាទទីបន្ទាប់គឺយើងមកហាន់នៅត្រីប្រាហើមរបស់យើងបាទបងប្អូនអ្នកខ្លះគេហៅថាត្រីប្រាសំយ៉ុងអញ្ចឹងបងប្អូនចាឥឡូវយើងមកកាត់ត្រីប្រាហើមរបស់យើងត្រៀមទុកដែរបាទសម្លទំពាំងយើងដាក់ត្រីប្រាហើមចូលគឺមានរសជាតិឆ្ងាញ់បាទឥឡូវយើងមកមើលសម្លរបស់យើងឃើញថាសម្លរបស់យើងបានពុះហើយបាទហើយទំពាំងរបស់យើងថារងាស់មួយរយៈមកឃើញថាផុយគ្រាន់បើហើយក៏រសជាតិហ្នឹងក៏លេងសូវហាងដែរសល់តិចតួចទេបងប្អូនបាទឥឡូវយើងមកមើលបន្តទៀតយើងឃើញថាសម្លរបស់យើងទំពាំងរបស់យើងចាប់ផ្ដើមចាប់ផ្ដើមសាបហើយឥឡូវយើងដាក់ខ្ទឹមសចូលបាទបន្ទាប់មកយើងដាក់សាច់ជ្រូកចិញ្ច្រាំចូលបាទយើងយកវែកជ្រុំសាច់ជ្រូកហ្នឹងទៅឲ្យវាបែកចេញពីគ្នាកុំឲ្យវាជាប់គ្នាដុំបងប្អូនបាទអញ្ចឹងយើងយកវែកនេះជ្រុំវាទៅកុំឲ្យសាច់ជ្រូកនឹងវាជាប់គ្នាបាទបន្ទាប់មកទៀតយើងត្រូវធ្វើការបង់ប្រហុកចូលបងប្អូនបាទយើងបង់ប្រហុកចូលហើយយើងយកវែកជ្រុំដែរទៅដើម្បីឲ្យប្រហុកហ្នឹងវាចូលរលាយជាមួយនឹងទឹកសឡរបស់យើងបងប្អូនបាទបន្តមកទៀតយើងចាប់ផ្ដើមបង់ត្រីពោយើងចូលបងប្អូនបាទដែលយើងកាត់ដុំទុកត្រៀមទុកជាស្រេចហ្នឹងបាទឥឡូវយើងគ្របគម្របឆ្នាំងសិនដើម្បីឲ្យសឡពុះបន្តិចសិនបងប្អូនបាទចាំយើងបន្តមកបង់គ្រឿងផ្សេងជាបន្តទៀតបងប្អូនបាទធម្មតាសម្លទំពាំងក៏ដោយក៏យើងសម្លអីក៏ដោយបងប្អូនមិនថាតែសម្លទំពាំងទេតែងតែមានពពុះអណ្ដែតមកខាងលើចឹងពេលដែលយើងបង់គ្រឿងឬក៏បង់ប្រហុកទៅវាតែងតែមានពពុះបាទនៅលើសម្លរបស់យើងទឹកសម្លរបស់យើងអញ្ចឹងយើងត្រូវដួសចេញទៅបងប្អូនដួសពពុះដែលអណ្ដែតលើទឹកសម្លរបស់យើងនេះចេញទៅបាទដើម្បីធ្វើឲ្យទឹកសម្លរបស់យើងថ្លាល្អបងប្អូនបាទឲ្យវាមានពពុះហើយយើងទុកពពុះនោះវាខ្មៅបងប្អូនបាទឥឡូវយើងចាប់ផ្ដើមបង់អំបិលចូលបងប្អូនបាទដាក់អំបិលចូលហើយបាទមកទៀតយើងបង់ម្សៅស៊ុបចូលបាទយើងត្រូវបង់ម្សៅស៊ុបចូលបាទតមកទៀតបាទយើងត្រូវបង់ប៊ីចេងចូលបាទអញ្ចឹងខ្ញុំប្រើប៊ីចេងតែបន្តិចទេបងប្អូនបាទបន្ទាប់មកយើងដាក់ទឹកត្រីចូលបងប្អូនបាទដាក់ទឹកត្រីដើម្បីបង្កើនរសជាតិសម្លរបស់យើងបាទបន្ទាប់មកយើងបង់ត្រីប្រាហើមចូលបងប្អូនបាទជាបន្តទៀតយើងបង់ខ្យងស្រែចូលដែលយើងយកតែសាច់ក្បាលខាងលើបាទឥឡូវយើងកូរវាបាទកូរឲ្យវាចូលសព្វជាមួយទំពាំងជាមួយគ្រឿងផ្សេងហ្នឹងហើយឲ្យវាពុះបានល្អផងដែរបងប្អូនបាទឥឡូវយើងមកមើលសម្លរបស់យើងបាទឃើញថាពុះល្អហើយបន្ទាប់មកយើងត្រូវបង់ស្ករត្នោតចូលបាទក៏យើងសម្លទំពាំងយើងអត់ត្រូវការផ្អែមរសជាតិផ្អែមអីទេណាបងប្អូនគ្រាន់ថាបើអត់ដាក់ស្ករសោះក៏វាមិនឆ្ងាញ់ដែរអញ្ចឹងយើងដាក់ស្ករបន្តិចទៅដើម្បីបង្កើនរសជាតិតែមិនឲ្យផ្អែមទេបងប្អូនបាទអញ្ចឹងបើអត់ដាក់ស្ករសោះក៏វាមិនឆ្ងាញ់ដែរបងប្អូនបាទបងប្អូនជាបន្ទាប់ទៀតយើងបង់បន្លែស្អំចូលបងប្អូនបាទសម្លទំពាំងរបស់ខ្ញុំចូលចិត្តបង់ស្អំហើយនឹងមានស្លឹកងប់ឥឡូវយើងបង់ស្លឹកងប់ចូលទៀតបងប្អូនបាទស្លឹកងប់នេះគឺក្នុងការប្រសាបទំពាំងគឺឆាប់បានសាប់ល្អហើយឆ្ងាញ់ធ្វើឲ្យសម្លទំពាំងយើងឆ្ងាញ់បាទស្អំហើយនឹងស្លឹកងប់នឹងបងប្អូនបាទឥឡូវយើងកូរវាឲ្យវាចូលជាមួយសពជាមួយទំពាំងជាមួយទឹកសម្លរបស់យើងទៅបាទដើម្បីឲ្យវាឆាប់ផុយពេញជាតិល្អបងប្អូនបាទហើយយើងឃើញថាសម្លទំពាំងយើងទំនងបងប្អូនបាទពេលដែលយើងបង់គ្រប់គ្រឿងអញ្ចឹងទៅបាទមានខ្យងស្រែមានត្រីប្រាហើមមានត្រីពោសាច់ជ្រូកចិញ្ច្រាំអញ្ចឹងមកគឺឆ្ងាញ់ណាស់បងប្អូនហើយដាក់ម្ទេសហិលណាបងប្អូនបាទឥឡូវយើងមកមើលសម្លទំពាំងយើងបន្តទៀតបាទចុងក្រោយគឺយើងត្រូវបង់ននងបងប្អូនននងនេះគឺយើងទុកបង់ចុងក្រោយគេបំផុតព្រោះថាននងមិនអាចបង់មុនបានទេព្រោះវាងាយនឹងរលាយងាយនឹងផុយបងប្អូនអញ្ចឹងយើងទុកបង់ចុងក្រោយគេបន្ទាប់ពីបង់បានបន្តិចមកយើងអត់ទុកឲ្យវាមកពុះមកយើងលើកចេញមកបងប្អូនយើងលើកឆ្នាំងសម្លយើងចេញមកយើងអត់យូរទេខ្លាចននងហ្នឹងវារលួយខ្លាំងពេកធ្វើឲ្យននងវាលេងឆ្ងាញ់បងប្អូនអញ្ចឹងយើងទុកឲ្យវានៅជ្រប់យើងទៅវាជ្រប់បងប្អូនបាទអញ្ចឹងយើងអត់ទុកយូរទេគឺននងយើងតែបងចុងក្រោយគេបាទអូខេឥឡូវយើងឃើញថាសម្លរបស់យើងគឺបានរួចរាល់ហើយណាបងប្អូនមើលនេះចំណងសាច់ត្រីពោនិងខ្យងស្រែគឺចំណងមែនតើបងប្អូនបាទក្លិននោះផ្ទះក្លិនមកឈ្ងុយណាបងប្អូនបាទហើយដល់ពេលបាយល្មមបងប្អូនបាទឥឡូវយើងចាប់ផ្ដើមដួសសម្លទំពាំងរបស់យើងដាក់ចានបងប្អូនបាទដើម្បីធ្វើការញ៉ាំបាយបងប្អូនបាទ
អញ្ចឹងបើបងប្អូនចេះញ៉ាំម្ទេសបងប្អូនដាក់ម្ទេសហិលៗគឺម្ទេសដែលម្ទេសខៀវៗបងប្អូនគឺម្ទេសខ្ចីហ្នឹងគឺញ៉ាំជាមួយសម្លទំពាំងគឺត្រូវប៉ុន្តែខ្ញុំអត់ចេះញ៉ាំហិលបងប្អូនអញ្ចឹងខ្ញុំអត់ញ៉ាំមួយម្ទេសកើតទេបាទអរគុណពុកម៉ែបងប្អូនដែលបានចូលរួមទស្សនាវីដេអូខ្ញុំបាទតាំងពីដើមរហូតដល់ទីបញ្ចប់បងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនដែលចូលមកថ្មីឬក៏អ្នកចាស់ដែលមិនទាន់បានចុច Subscribe សូមជួយចុច Subscribe ម្នាក់មួយផងបងប្អូនបាទដើម្បីបាននៅមុខហូបថ្មីប្លែកៗជាបន្តទៀតពីគុកវិទ្យាគុណទាំងអស់គ្នាបងប្អូនបាទអញ្ចឹងជាចុងក្រោយខ្ញុំបាទសូមអរគុណនិងសូមជម្រាបលាបាទ